ក្រោយពីវាកាត់សម្រក់ខ្លាញ់ក្បាលពោះតារាកំ pl ែងកាតូត្អូញបាត់ប្រាក់ចំណូលពីការច្រៀងការក្នុងមួយឆ្នាំតារាកំ pl ែងអ្នកនាងសុច័ន្ទធីតាហៅកាតូអាចរកប្រាក់ចំណូលបានច្រើនគួរសមពីអាជីពចម្រៀងការដោយឡែកថ្មីនេះនាងបានត្អូញត្អែថាបានបាត់ចំណូលច្រើនពីអាជីពនេះបើធៀបទៅនឹងឆ្នាំមុនដោយមហាជនបានដឹងស្រាប់ហើយថាក្នុងរដូវកាលម្ដងតារាកំ pl ែងកាតូដើរច្រៀងកាត់សក់ក្នុងមួយថ្ងៃចាប់ពី2រោងទៅ3រោងស្ទើរតែរកពេលវេលាសម្រាប់គ្មានចម្លែកអ្វីតែឆ្នាំនេះមិនសូវមានគេហៅកាត់សក់ច្រៀងការដូចកាលពីមុនសោះជួបជាមួយតារាកំ pl ែងអ្នកនាងកាតូកាលពីពេលថ្មីនេះនាងបានបញ្ជាក់ប្រាប់ថាការងារច្រៀងការឥឡូវស្ងាត់ណាស់ប្រហែលជាវិបត្តិសេដ្ឋកិច្ចធ្វើឲ្យគ្រប់គ្នាមិនហ៊ានរៀបការហើយមើលទៅតែទោះជាយ៉ាងណានាងក៏បានងាកមកធ្វើការងារផ្សេងទៀតដើម្បីរកប្រាក់ចំណូលចិញ្ចឹមគ្រួសារខណៈពេលដែលការងារមិនសូវមមាញឹកដូចមុនតារាកំ pl ែងអ្នកនាងកាតូបានទៅហាងកែសម្ផស្សមួយកន្លែងវាកាត់សម្រក់ខ្លាញ់ក្បាលពោះដើម្បីបានរាងស្អាតគាត់ចិត្តស្វាមីអ្នកនាងកាតូបាននិយាយដោយមិនលាក់បាំងថាធម្មតាអាយុយើងច្រើនហើយត្រូវកែសម្ផស្សខ្លះដើម្បីឲ្យកាន់តែស្រស់ស្អាតគាត់ចិត្តស្វាមីផងនិងគាត់ចិត្តខ្លួនឯងផងសម័យនេះហើយទៅខ្លាចអីក្នុងការបង្ហាញប្រាប់សាធារណជនឲ្យបានដឹងថាយើងកែសម្ផស្សនោះជាក់ស្ដែងថ្មីនេះនាងបានទៅវាកាត់បូមខ្លាញ់ក្បាលពោះចេញដើម្បីទទួលបានរាងស្អាតដោយកាលពីមុនមកវិញសុខភាពរបស់នាងពេលនេះបានល្អប្រសើរច្រើនហើយអាចបំពេញការងារគ្រប់បែបយ៉ាងបានទាំងអស់ស្ថិតក្នុងវ័យ46ឆ្នាំតារាកំ pl ែងកាតូកំពុងបណ្ដុះបណ្ដាលកូនស្រីឲ្យដើរតាមគន្លងរបស់ខ្លួនពីព្រោះនាងមានដង់ខាងសិល្បៈដូចជាម្ដាយតែទោះជាយ៉ាងណាអ្នកនាងកាតូចង់ឲ្យកូនស្រីរៀនសូត្រឲ្យបានជ្រៅជ្រះជាមុនសិន